សួស្តីលោកគ្រូគ្រូក្នុងវីដេអូនេះខ្ញុំសូមបង្ហាញលោកគ្រូគ្រូតាក់ទងទៅនឹងការធ្វើវិជីដើម្បីគិតជាសភៅសម្រងអវត្តមានសិស្សហ្នឹងអញ្ចឹងទីមួយលោកគ្រូគ្រូបញ្ចូលកន្លែងព័ត៌មានគ្រូនេះមកបន្ទាប់ពីលោកគ្រូគ្រូមានកម្មវិធីគ្រូបន្ទប់ថ្នាក់ហ្នឹងហើយលោកគ្រូគ្រូចូលទៅផ្នែករដ្ឋបាលហើយលោកគ្រូគ្រូមើលត្រង់ចំណុចមួយដែលគេដាក់ថាបញ្ជីស្រង់អវត្តមានហើយលោកគ្រូគ្រូអាចធ្វើការបោះពុម្ពបានហើយបញ្ជាក់ផងដែរត្រង់លេខរៀននេះលោកគ្រូអាចបញ្ចូលបានថ្ងៃទីដែលលោកគ្រូប៉ះបង្រៀនហើយម៉ោងប្រមាណហើយសម្រាប់ថ្នាក់ណាចេះគ្រូអាចចំសិស្សណាខ្លះមានច្បាប់សិស្សណាខ្លះដែលអត់ច្បាប់និងសិស្សណាខ្លះដែលយឺតលោកគ្រូអាចធ្វើការស្រង់ចូលវិជ្ជាវត្តមាននឹងបានហើយលោកគ្រូអាចធ្វើការបោះពុម្ពឲ្យបានច្រើនស្លឹកមកដើម្បីកឹបជាសភៅសម្រាប់វិជ្ជាស្រង់វត្តមានការធ្វើបែបនេះគឺចំណេញពេលវេលាសម្រាប់លោកគ្រូសូមអរគុណ